ចឹងពងសាច់មាន់ឲ្យស្រួយល្អរសជាតិឆ្ងាញ់ដូចគេលក់ដោយប្រើវិធីងាយមែនតើណាបងប្អូនអាចមើលក្នុងវីដេអូនេះបានហើយមាន់ពងនេះយើងញ៉ាំទៅទេក៏ឆ្ងាញ់ឬក៏ញ៉ាំជារបៀបសាឡាត់ដូចខ្ញុំអញ្ចឹងគឺកាន់តែឆ្ងាញ់ថែមមកកម្រិតទៀតសម្រាប់សាច់មាន់គឺខ្ញុំអត់ប្រើសាច់ទ្រូងទេណាបងប្អូនអានេះគឺយើងប្រើសាច់តាគៀកក៏បានឬក៏សាច់កន្លែងភ្លៅក៏បានដែរយើងភ្លះវាយកឆ្អឹងចេញហើយកាត់វាជាដុំរាងតូចៗមកល្មមមកហើយម្សៅបំពងដែលជា favorite របស់ខ្ញុំហ្មងណាគឺម្សៅបំពង Ajinomoto អានេះគឺមានពីររសជាតិមានរសជាតិខ្ទឹមម្រេចជាមួយនឹងរសជាតិហឹរហើយសម្រាប់ម្សៅបំពងនេះគឺខ្ញុំចូលចិត្តខ្លាំងមែនតើបងប្អូនដោយសារតែរសជាតិរបស់ម្សៅបំពងនេះគឺឆ្ងាញ់យើងអត់ចាំបាច់ត្រូវថែមអំបិលប៊ីចេងស្ករអីទៀតទេនិយាយទៅគឺគេលាយគ្រឿងឲ្យយើងមកត្រូវជាតិហ្មងហើយក្នុងមួយកញ្ចប់ហ្នឹងគឺយើងលាយទឹក160មីលីលីត្រឬក៏ស្មានទៅប្រហែលជាជាងកន្លះកែវសម្រាប់មួយកញ្ចប់ហ្នឹងយើងអាចប្រើបានជាមួយសាច់1គីឡូឬក៏បន្លែ1គីឡូយើងចាក់ទឹកចូលហើយកូរវាឲ្យសព្វល្អមកនិយាយទៅគឺយកវាមកខាប់ល្មមប៉ុណ្្នឹងអញ្ចឹងណាហើយគ្រឿងក្រៅអីផ្សេងៗបងប្អូនបាច់ចាំដាក់អីដោយសារតែរសជាតិគឺមកឆ្ងាញ់ស្រាប់ហើយបន្ទាប់ពីហ្នឹងមកយើងគ្រាន់តែដាក់សាច់មាន់យើងចូលកូរច្របល់ឲ្យចូលជាតិសព្វល្អជាមួយនឹងម្សៅបំពងរបស់យើងតែប៉ុណ្្នឹងទៅគឺយើងអាចយកទៅបំពងបានហើយឬក៏មានវិធីមួយទៀតបងប្អូនចង់ឲ្យជាប់ម្សៅកាន់តែច្រើនណាយើងចាក់ម្សៅបំពងតតែហ្នឹងចាក់ដាក់ផ្សេងបាច់ចំលាយទឹកទេយើងយកសាច់មាន់ដែលយើងបានលាយជាមួយនឹងម្សៅមានទឹកមានអីហ្នឹងយកមកជ្រលក់ជាមួយម្សៅស្រស់នឹងម្ដងទៀតមកចាំយើងយកទៅបំពងធ្វើអញ្ចឹងទៅគឺជាប់ម្សៅកាន់តែច្រើនរបៀបដូចគេលក់អញ្ចឹងហើយសម្រាប់ការបំពងគឺយើងទុកប្រេងឆារៀងក្តៅសិនចាំយើងចាប់សាច់មាន់ដាក់ចូលមកហើយសម្រាប់ភ្លើងបងប្អូនកុំប្រើភ្លើងក្តៅពេកប្រើភ្លើងរៀងល្មមអានេះបើសិនជាក្តៅពេកគឺវាខ្លោចតែខាងក្រៅទេហើយខាងក្នុងគឺអត់ឆ្អិនល្អទេហើយសម្រាប់រយៈពេលវិញគឺខ្ញុំប្រើប្រហែលជាខ្ទង់10នាទីជាងអីហ្នឹងគឺក្រហមមកល្មមយើងអាចស្រង់យកទៅញ៉ាំបានហើយសម្រាប់ម្សៅបំពងនេះយើងមិនត្រឹមតែអាចបំពងបានជាមួយសាច់មាន់ធម្មតាទេនិយាយទៅយើងអាចបំពងភ្លៅមាន់ស្លាបមាន់បន្លែមឹកបកាអីហ្នឹងនិយាយទៅរបៀបធ្វើគឺដូចគ្នាទេបងប្អូនអត់មានអីពិបាកទេហើយបើថាទឹកជ្រលក់វិញគឺកាន់តែឆ្ងាញ់ហ្មងបងប្អូនអាជីម៉ាយ៉ូនេះជ្រលក់ជាមួយរបស់បំពងក៏បានឬក៏ញ៉ាំជាមួយរបៀបជាសាឡាត់គឺកាន់តែត្រូវនិយាយទៅទឹកម៉ាយ៉ូនេះអាជីម៉ាយ៉ូហ្នឹងគឺត្រូវមាត់របស់ខ្ញុំខ្លាំងមែនតើហ្មងយើងគ្រាន់តែបើកគម្របមកអាចយកមកញ៉ាំបានភ្លាមហ្មងឬក៏បងប្អូនចង់លាយជាមួយទឹកប៉េងប៉ោះថែមម្ទេសហុយម្ទេសស្រស់អីទៀតក៏បានដែរហើយទឹកជ្រលក់អាជីម៉ាយ៉ូហ្នឹងគឺមានពីរទំហំមាន130ក្រាមនិង260ក្រាមដែលជាផលិតផលរបស់ក្រុមហ៊ុន Ajinomoto ទាំងទឹកជ្រលក់ទាំងម្សៅបំពងហ្នឹងយើងអាចរកទិញបានតាមតូបតាមផ្សារនៅកន្លែងណាក៏មានដែរសម្រាប់សាច់មាន់ដែលខ្ញុំយកមកបំពងហ្នឹងគឺខ្ញុំញ៉ាំរបៀបជាសាឡាត់ដែរបងប្អូនយើងមានជីពោតតិចមកមានប៉េងប៉ោះមានសាឡាត់ក្តោបមានស្ពៃក្តោបពណ៌ស្វាយនិយាយទៅយើងចូលចិត្តអាណាដាក់អាហ្នឹងមកហើយយើង topping ជាមួយនឹងទឹកជ្រលក់របស់យើងពីលើមកគឺត្រូវជាតិគ្នាខ្លាំងហ្មងណាសាច់មាន់បំពងរបស់យើងចេញមកគឺឡើងស្រួយល្អជាពិសេសគឺឡើងមានជាតិហ្មងដោយសារតែនេះគឺយើងអត់ប្រើទ្រូងមាន់ទេណាបងប្អូនខ្ញុំប្រើសាច់តាគៀកមាន់ឬក៏សាច់ភ្លៅមាន់ក៏បានដែរហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់មុខហ្នឹងធានាថាបងប្អូនធ្វើតាមហើយគឺដឹងតែអត់ខកចិត្តហ្មង